ផ្សារបាយដំរាមគឺជាផ្សារមួយដែលមានទំហំធំហើយសម្បូរមនុស្សច្រើនខ្លាំងមែនទែនរៀងរាល់ថ្ងៃសិលណាបងប្អូនអរគ្នាផ្សារបាយដំរាមពិតជាស្រស់ស្អាតខ្លាំងមែនទែនដោយសារផ្សារនេះកសាងដោយមានដំបូលដែរគ្របដណ្ដប់យ៉ាងទូលំទូលាយការពេលកម្ដៅថ្ងៃនិងទឹកភ្លៀងបានយ៉ាងល្អឥតខ្ចោះបរិយាកាសយើងមើលទៅពោពេញទៅដោយភាពមមាញឹកដោយសារមានមនុស្សច្រើនមកអ៊ូអរកកញបងប្អូនអ្នកលក់ភាគច្រើនណាក៏អង្គុយលើដីផ្ទាល់ឬមានកម្រាលខ្លះក៏អង្គុយលើសាប្រៀបចំទំនិញតាមលំដាប់រំដោជាធ្នើជាថ្នាក់ជាជួរជាជឿនអញ្ចឹងណាជំរាបសួរក៏ដោយសួស្ដីពុកម៉ែបងប្អូនទាំងអស់គ្នានៅផ្សារបាយដំរាមជាពិសេសនៅស្រុកបាណន់ទាំងមូលសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលមិនដែលទៅផ្សារបាយដំរាមហើយចង់ឃើញផ្ទាំងទស្សនីយភាពដូចក្នុងវីដេអូនេះអាចទៅបានរៀងរាល់ថ្ងៃសិលនិងសម្បូរមនុស្សច្រើនកកកុញបែបនេះឯងរីឯចំពោះថ្ងៃធម្មតាក៏មានមនុស្សដែលគាត់ថាវារៀងតិចជាងថ្ងៃសិលបន្តិចបន្តួចដោយសារផ្សារក៏នៅជិតវត្តដែរអញ្ចឹងណាបងប្អូនទាំងអស់គ្នានៅទីនេះណាសម្បូរបន្លែផ្លែឈើស្រស់ៗមើមផ្លែឈើខ្ទឹមនិងគ្រឿងទេសផ្សេងជាច្រើនមុខទៀតណាដែលត្រូវបានរៀបចំលក់យ៉ាងសម្បូរបែបសម្រាប់អតិថិជនគ្រប់គ្នាដែលមកផ្សារបាយដំរាមភាពជួបជុំគ្នាក្នុងការលក់ដូរនិយាយឆ្លងឆ្លើយគ្នារវាងអ្នកលក់និងអ្នកទិញណាបង្កើតទៅផ្ទាំងទស្សនីយភាពមួយដែលសាងកក់ក្ដៅក្នុងសហគមន៍ផ្ទាល់ផ្នែកចាប់ហួយនិងគ្រឿងទេសវិញពោពេញទៅដោយជម្រើសសម្រាប់អតិថិជនរើសនិងជ្រើសរើសបានតាមបំណងតាមចិត្តណាផ្សារបាយដំរាមណាអាចនិយាយបានថាជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សម្បូរបែបពេញប្រៀបទៅដោយមនុស្សម្នាមកលក់ដូរដើរទស្សនាកម្សាន្តតាមដែលខ្ញុំមើលឃើញណាផ្សារបាយដំរាមមានបរិវេណធំហើយមានមនុស្សច្រើនខ្លាំងមែនទែនមួយប្រចាំក្នុងស្រុកបាណន់តែម្ដងរីឯទីតាំងនៃផ្សារណាសន្ធិដ្ឋនៅភូមិបាយដំរាមឃុំបាយដំរាមស្រុកបាណន់ខេត្តបាត់ដំបងម្យ៉ាងទៀតណានៅស្រុកបាណន់គឺស្រុកមួយដែលសម្បូរទៅដោយបន្លែផ្លែឈើដែលដាំដោយផ្ទាល់ខ្លួនឯងក្នុងសហគមន៍អញ្ចឹងហើយគ្មានអ្វីត្រូវប្លែកទេដែលផ្សារនីមួយក្នុងស្រុកណាសម្បូរទៅដោយបន្លែផ្លែឈើធម្មជាតិដែលដាំដុះដោយបងប្អូនប្រជាកសិករប្រជាពលរដ្ឋនៅក្នុងស្រុកទាំងមូលដីចំការស្រែអ្នកស្រុកបាណន់ណាពិតជាមានជីវជាតិល្អប្រសើរណាស់សម្រាប់ការដាំដុះដែលផ្ដល់ផលល្អដល់ប្រជាកសិករក្នុងការបង្កើតផលបន្លែផ្លែឈើជាច្រើនប្រភេទសម្រាប់គ្រប់គ្រងតម្រូវការក្នុងផ្សារក្នុងស្រុកត្រីខែនេះអាចរកបានខ្លះហើយក្នុងបឹងបួទលេស្ទឹងអីចឹងហើយយើងឃើញត្រីធម្មជាតិត្រីចិញ្ចឹមលេឡំគ្នាខ្លះណាបងប្អូនចំពោះខ្ញុំវិញជាលើកទី1ហើយបានទៅដល់ផ្សារបាយដំរាមនិយាយពីថាមនុស្សនិងមនុស្សមកពីណាច្រើនខ្លាំងពេលដែលយើងឈានចូលទៅដល់ក្នុងផ្សារយើងស្រូបយកក្លិនក្រអូបឈ្ងុយឈ្ងប់នៃនំខ្មែរគ្រប់ប្រភេទណាអ្នកលក់តម្រៀបជាជូរក្លិនផ្អែមស្រាលនៃនំអាកោដូងលេឡំនឹងក្លិនឈ្ងុយរបស់នំសំសមជ្រូកតាក់ទាញចិត្តខ្ញុំមែនទែនវាឈ្ងុយខ្លាំងណាទាំងនេះសសឹងតែជានំប្រពៃណីជាតិខ្មែរយើងណាម្យ៉ាងទៀតណាក្នុងផ្សារពេលព្រឹកព្រលឹមបែបនេះមានអាហារសម្រន់ញ៉ាំភ្លាមណាដូចជាបាយស្រូបក្តៅគុយទាវឈ្ងុយឈ្ងប់បបរអីចឹងទៅភេទជ្ជៈកាហ្វេតែទឹកក្តៅអីចឹងណាទឹកផ្លែឈើអីស្រស់ដើម្បីកំដរថ្ងៃថ្មីរបស់អ្នកទាំងអស់គ្នាចំណែកឯខាងមុខផ្សារតាមរាប់ផ្លូវមានលក់ខោអាវកាបូបនិងស្បែកជើងមានលក់ជាច្រើនសន្ធឹកសន្ធាប់ណាសម្រាប់ជ្រើសរើសមានទាំងខោអាវដែលមានតម្លៃសមរម្យកាបូបទាន់សម័យស្បែកជើងបែបផ្សេងទៀតដើម្បីបំពេញគ្រប់តម្រូវការរបស់អតិថិជនណាទាំងនេះសសឹងតែជាផ្ទាំងទស្សនីយភាពពេលព្រឹកព្រលឹមក្នុងផ្សារបាយដំរាមណារៀងរាល់ថ្ងៃសិលជាចុងក្រោយបើសិនជាខ្ញុំបាទសម្រាប់អធិប្បាយទៅឲ្យមានកំហុសខុសឆ្គងត្រង់ចំណុចណាក៏សូមមេត្តាខន្តីអភ័យទោសពីខ្ញុំបាទណានស្ទាយផងចេញពីផ្សារបាយដំរាមថ្ងៃទី6 ខែសីហាឆ្នាំ2026ខ្ញុំបាទណានស្ទាយសូមអរគុណសូមជម្រាបលា